បាទលោកនាងកញ្ញាជាទីមេត្រីរបៀបកណនាលទ្ធផលបោះឆ្នោតតែងតែមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយអាស្រ័យទៅលើប្រព័ន្ធបោះឆ្នោតនៃប្រទេសនោះនៅកម្ពុជាការបោះឆ្នោតផ្អែកទៅលើប្រព័ន្ធសមាមាត្រហើយការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើឡើងដោយគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតតើប្រព័ន្ធសមាមាត្រនេះតម្រូវឲ្យគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតកណនាលទ្ធផលបោះឆ្នោតរបៀបណាទើបដឹងថាគណៈបកណាឈ្នះបានប្រមាណអាសនៈហើយទទួលបានតំណែងអ្វីនោះសូមលោកនាងស្ដាប់កិច្ចសន្ទនារបស់អ្នកយកព័ត៌មានអាស៊ីសេរីគឺលោកយ៉ងច័ន្ទតារានិងកញ្ញាជេងមេជូអំពីរឿងនេះដូចតទៅជំរាបសួរមេជូបាទជំរាបសួរលោកតារាបាទមេជូដើម្បីកណនាលទ្ធផលបោះឆ្នោតតាមមណ្ឌលនៃឃុំសង្កាត់នីមួយៗនោះថាតើយើងអាចប្រើរូបមន្តអ្វីខ្លះបាទចាតារាមុននឹងទៅចែកដល់រូបមន្តអីនោះយើងត្រូវយល់សិនថាតើនៅក្នុងឃុំសង្កាត់ដែលយើងចង់កណនារលទ្ធផលហ្នឹងមានចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុន្មានអ្នកដែលយើងត្រូវជ្រើសរើសគឺថាដើម្បីយើងបោះឆ្នោតឲ្យព្រោះថាក្នុងឃុំសង្កាត់នីមួយៗមានចំនួនសមាជិកក្រុមប្រឹក្សាដែលយើងត្រូវជ្រើសរើសហ្នឹងខុសៗពីគ្នាតិចបំផុតអាច5ច្រើនបំផុតអាចដល់11វាគឺសងទៅលើការកំណត់របស់អនុក្រឹត្យស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ឧទាហរណ៍ថានៅក្នុងសង្កាត់ A មានចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវជ្រើសរើសនឹងមានដល់11នាក់ហើយក្រោយពីយើងដឹងចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នឹងហើយយើងត្រូវដឹងទៀតថាមានចំនួនគណៈបកនយោបាយប៉ុន្មានគណៈបកអីខ្លះចូលឈ្មោះនៅក្នុងឃុំសង្កាត់នឹងបាទឧបមាថានៅក្នុងឃុំសង្កាត់មួយនឹងមានគណៈបក5ចុះមានគណៈបកកគណៈបកខគខងអញ្ចឹងថាតើយើងត្រូវធ្វើយ៉ាងម៉េចទៀតបាទចាតារាបើសិនជាយើងដឹងអញ្ចឹងហើយយើងអាចចាប់ដើមកណនាបានហើយគឺយើងដំបូងយើងត្រូវចូលដល់ជំហានទី1គេហៅថាជំហានកំណត់កូតាបាទហើយដើម្បីបានយើងត្រូវកំណត់កូតានេះការកំណត់កូតាគឺដើម្បីយើងដឹងថាតើអាសនៈមួយឬគេហៅថាមកកៅអីហ្នឹងតើតែទទួលបានសម្លេងឆ្នោតប៉ុន្មានទៅបានមួយកៅអីបាទមានន័យថាដូចតម្លៃកៅអីអញ្ចឹងដើម្បីបានមកកៅអីអ្នកឯងត្រូវមានសិលឹកឆ្នោតចំនួនប្រមាណសិលឹកឆ្នោតហ្នឹងគឺសិលឹកឆ្នោតបានការទៀតចាឥឡូវយើងឧបមាថានៅក្នុងសង្កាត់ A ដដែលគឺជាការប្រាំងថា A មិញយើងនិយាយគ្នាហ្នឹងមានចំនួនសិលឹកឆ្នោតបានការសរុប8352សិលឹកចុះហើយនៅក្នុងឃុំសង្កាត់ហ្នឹងមានចំនួនសមាជិកក្រុមប្រឹក្សាដែលយើងត្រូវជ្រើសរើស11នាក់ដូច្នេះក្នុងការកណនារកូតាយើងត្រូវយកចំនួនសិលឹកឆ្នោតបានការសរុប8000ជាងហ្នឹងយកមកចែកនឹងចំនួនសមាជិកក្រុមប្រឹក្សាដែលយើងត្រូវបោះឆ្នោតមានថា11បាញ់មិញហ្នឹងនៅពេលដែលយើងចែកយើងនឹងឃើញផលចែក759ដូច្នេះមានន័យថា759ហ្នឹងជាកូតាឬមានន័យថាចង់បានមួយអាសនៈលុះត្រាតែទទួលបានសិលឹកឆ្នោតបានការចំនួនយ៉ាងតិច759សិលឹកបាទនៅពេលដែលយើងរកឃើញកូតាហើយតើជំហានបន្ទាប់យើងត្រូវធ្វើយ៉ាងម៉េចទៀតនៅពេលដែលយើងដឹងកូតាហើយជំហានទី2គឺការកណនាបែងចែកអាសនៈគ្នាតើគណៈបកណាបានប្រមាណអាសនៈគណៈបកណាប្រមាណអាសនៈឧទាហរណ៍តារាឯងមិញហ្នឹងគឺនិយាយថាគណៈបកកខកខងចឹងយើងត្រូវដឹងសិនថាតើគណៈបកកទទួលបានប្រមាណអាសនៈគណៈបកខទទួលបានប្រមាណគណៈបកកទទួលបានប្រមាណរហូតដល់គណៈបកទី5ថាទទួលបានប្រមាណអញ្ចឹងយើងធ្វើប្រមាណវិធីម្ដងមកគណៈបកម្ដងមកគណៈបកយើងក្នុងការកណនាហ្នឹងគឺយើងនៅភាគយកមានន័យថាយើងត្រូវយកចំនួនសិលឹកឆ្នោតបានការដែលគណៈបកកទទួលបានយកមកចែកនឹងចំនួនកូតាដែលយើងរកឃើញការពីធ្វើប្រមាណវិធីនៅជំហានទី1ដំបូងហ្នឹងណាគឺ759ដូច្នេះគណៈបកយើងត្រូវបែងចែកម្ដងមកគណៈបកម្ដងមកគណៈបកហើយយើងនឹងឃើញផលចែកឧទាហរណ៍ថាពេលដែលយើងកណនារកគណៈបកកយើងឃើញ2.3ចុះអញ្ចឹងមានន័យថាគណៈបកកនោះទទួលបាន2អាសនៈហើយយើងត្រូវបែងចែករហូតដល់អស់គណៈបកយើងធ្វើប្រមាណវិធីដដែលហ្នឹងនៅពេលដែលយើងឃើញអញ្ចឹងហើយយើងដឹងចំនួនអាសនៈអញ្ចឹងហើយយើងទៅមើលចំនួនអាសនៈរបស់យើងមានប្រមាណដែលយើងត្រូវជ្រើសរើសមាន11មិនអញ្ចឹងក្នុងឧទាហរណ៍បាញ់មិញណាចុះឧទាហរណ៍ថាគណៈបកនឹងពេលដែលយើងបែងចែកហើយនៅសល់មួយអាសនៈចុងក្រោយអត់ដឹងថាត្រូវបែងចែកទៅគណៈបកណានោះយើងត្រូវចូលដល់ជំហានទី3គឺការកណនារកមធ្យមភាពខ្ពស់បំផុតនៃគណៈបកនីមួយគណៈបកណាទទួលបានមធ្យមភាពខ្ពស់បំផុតគណៈបកនោះនឹងទទួលបានអាសនៈដែលនៅសល់មួយគេកណនាម្ដងមួយអញ្ចឹងណាទៅបើសិនជាសល់2អាសនៈក៏យើងត្រូវរកមធ្យមភាព2តង់ដែរមធ្យមភាពខ្ពស់បំផុត2តង់តើយើងអាចរកមធ្យមភាពខ្ពស់បំផុតនឹងដោយរបៀបណាដែរការកណនារកមធ្យមភាពខ្ពស់បំផុតគឺយើងត្រូវយកចំនួនសិលឹកឆ្នោតបានការនៃគណៈបកនីមួយដែលទទួលបានក្នុងឃុំសង្កាត់មួយហ្នឹងយើងយកមកចែកនឹងចំនួនអាសនៈដែលគាត់ទទួលបានក្នុងការកណនានៅជំហានទី2
ការពីយើងកណនីរោអាសនៈរបស់គណៈបកនីមួយៗដែលទទួលបានហ្នឹងគឺយើងយកមកចែកនឹងចំនួនអាសនៈហ្នឹងតែថាប៉ុន្តែចែកនឹងចំនួនអាសនៈហ្នឹងហើយនៅភាគបែងហ្នឹងគឺយើងត្រូវបូកនឹង1ទៀតដើម្បីយើងកណនីរោមជ្ឈមភាគខ្ពស់បំផុតនៅពេលដែលយើងធ្វើគណៈកណនីសម្រាប់គណៈបកកគណៈបកខគណៈបកគគណៈបកខគណៈបកងតាមប្រមាណវិធីហ្នឹងហើយយើងនឹងឃើញផលចែកមិនចឹងយើងត្រូវយកផលចែកទាំង5ហ្នឹងយកមកប្រៀបធៀបគ្នាតើផលចែកមួយណាធំជាងគេគណៈបកណាដែលទទួលបានផលចែកច្រើនជាងគេមានន័យថាគណៈបកហ្នឹងមានមធ្យមភាពខ្ពស់បំផុតហើយគណៈបកដែលមធ្យមភាពខ្ពស់បំផុតហ្នឹងហើយនឹងទទួលបានអាសនៈហ្នឹងនៅពេលដែលយើងរកឃើញអាសនៈហើយថាតើមាននីតិវិធីដូចម្ដេចទៀតដើម្បីឲ្យយើងអាចដឹងថាគណៈបកណាដែលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាគុំសង្កាត់ជាជំទប់ទី1ទី2ឬមួយក៏ជាសមាជិកក្រុមប្រឹក្សាគុំសង្កាត់នោះបាទចាតំណែងក្រុមប្រឹក្សាតំណែងប្រធានក្រុមប្រឹក្សាគុំសង្កាត់ឬគេហៅជាទូទៅថាចៅសង្កាត់ឬមេឃុំអីហ្នឹងចាគឺបានទៅលើបេក្ខជនលេខរៀងទី1នៃគណៈបកដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេបង្អស់លំដាប់ទី1ចារីឯតំណែងជាអនុប្រធានក្រុមប្រឹក្សាទី1ឬគេហៅជាទូទៅថាចៅសង្កាត់រងទី1នៅទីក្រុងហើយបើមិនចឹងទេគេហៅថាជំទប់ទី1នៅតាមមូលដ្ឋាននៅតាមខេត្តអីហ្នឹងតំណែងហ្នឹងគឺបានទៅលើបេក្ខជនលេខរៀងទី1នៃគណៈបកដែលទទួលបានសម្លេងឆ្នោតលំដាប់ទី2សម្លេងឆ្នោតច្រើនជាងគេប៉ុន្តែលំដាប់ទី2រីឯតំណែងជំទប់ទី2ឬគេហៅចៅសង្កាត់រងទី2ហ្នឹងឬគេហៅថាអនុប្រធានក្រុមប្រឹក្សាទី2ហ្នឹងនឹងបានទៅលើបេក្ខជនលេខរៀងទី1នៃគណៈបកដែលទទួលបានសម្លេងឆ្នោតលំដាប់ទី3ចុះបើសិនជាគណៈបកដែលជាប់ឆ្នោតនោះគាត់ទទួលបានសម្លេងឆ្នោតស្មើគ្នាតើគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតនោះគាត់ត្រូវធ្វើយ៉ាងម៉េចទៀតដើម្បីអាចកំណត់ដឹងថាតើអ្នកណាឬមួយក៏គណៈបកណាដែលត្រូវទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាគុំសង្កាត់ចាតារាក្នុងករណីយើងមើលទៅឃើញសម្លេងឆ្នោតច្រើនស្មើគ្នាគណៈបកនីមួយៗនោះមានសម្លេងឆ្នោតស្មើគ្នាយើងត្រូវមើលអាសនៈវិញថាតើគណៈបកណាដែលទទួលបានអាសនៈច្រើនជាងគេគណៈបកណាដែលទទួលបានអាសនៈច្រើនជាងគេគណៈបកនោះនឹងទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឬគេហៅមេឃុំចៅសង្កាត់នឹងឯងចុះបើសិនជាក្នុងករណីដែលអាសនៈនឹងគាត់ទទួលបានស្មើគ្នាទៀតយើងអាចមានវិធីអ្វីទៀតដែរបាទចាវិធីចុងក្រោយគឺការចាប់ឆ្នោតប៉ុន្តែការចាប់ឆ្នោតជាសាធារណៈគឺគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតត្រូវរៀបចំពិធីមួយគេហៅពិធីចាប់ឆ្នោតជាសាធារណៈដែលមានអ្នកចូលរួមជាសាក្សីហ្នឹងគឺជាអ្នកសង្កេតការណ៍និងជាតំណាងគណៈបកឬគេហៅភ្នាក់ងារគណៈបកដែលពាក់ព័ន្ធនៅក្នុងឃុំសង្កាត់នោះបាទអញ្ចឹងសូមអរគុណលោកជួច្រើនដែលបានបញ្យល់ពីរបៀបគណនាលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់នេះបាទសូមអរគុណសូមជម្រាបលាចាសូមជម្រាបលាលោកតារា